សម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីជិតក្រុងសាវត្ថីគ្រានោះឆានៈបរិពីជក់ចូលទៅរកព្រះអានន្ទដ៏មានអាយុលុះចូលទៅដល់ហើយក៏ពោលរាក់ទាក់ជាមួយនឹងព្រះអានន្ទដ៏មានអាយុលុះបញ្ចប់ពាក្យគួររាក់ទាក់និងពាក្យគួររលឹកហើយក៏អង្គុយក្នុងទីសំគួរលោកឆានៈបរិពាជក់អង្គុយក្នុងទីសំគួរហើយក៏និយាយនឹងព្រះអានន្ទដ៏មានអាយុដូចនេះថាណែអវុសោអានន្ទលោកបញ្ញត្តិការលះបង់រាគៈបញ្ញត្តិការលះបង់ទោសៈបញ្ញត្តិការលះបង់មោហៈមនាលអវុសោយើងសោតក៏បញ្ញត្តិការលះបង់រាគៈបញ្ញត្តិការលះបង់ទោសៈបញ្ញត្តិការលះបង់មោហៈដែរមនាលអវុសោតែថាលោកឃើញទោសក្នុងរាគៈដូចម្ដេចបានជាបញ្ញត្តិការលះបង់រាគៈឃើញទោសក្នុងទោសៈដូចម្ដេចបានជាបញ្ញត្តិការលះបង់ទោសៈឃើញទោសក្នុងមោហៈដូចម្ដេចបានជាបញ្ញត្តិការលះបង់មោហៈនៅក្នុងនៃសេចក្តីនេះគឺលោកចង់ឲ្យយើងលះបង់នៅរាគៈបានន័យថាសេចក្តីត្រេកត្រអាលលោភលន់គិតតែពីប្រយោជន៍ของខ្លួនតែម្យ៉ាងមិនគិតពីសេចក្តីសុខរបស់អ្នកដទៃហើយទោសៈបានន័យថាគឺសេចក្តីប្រទុះច្រឡោតខឹងហើយមោហៈគឺជាសេចក្តីវង្វេងជាមិនមានបញ្ញាមនុស្សល្ងងបន្តទៀតថាមនាលអវុសោបុគ្គលអ្នកត្រេកត្រអាលត្រូវរាគៈគ្រប់សង្កត់ហើយមានចិត្តត្រូវរាគៈរួបរឹតហើយរមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះគិតដើម្បីបៀតបៀនអ្នកដទៃខ្លះគិតដើម្បីបៀតបៀនទាំងពីរខាងខ្លះរមែងទទួលទុកទោមនស្សប្រព្រឹត្តទៅក្នុងចិត្តការលះបង់រាគៈបានហើយបុគ្គលរមែងមិនគិតដើម្បីបៀតបៀនខ្លួនឯងមិនគិតដើម្បីបៀតបៀនអ្នកដទៃមិនគិតដើម្បីបៀតបៀនទាំងពីរខាងបានន័យថាមិនគិតដើម្បីបៀតបៀនខ្លួនឯងផងមិនគិតដើម្បីបៀតបៀនអ្នកដទៃផងហើយក៏មិនទទួលទុកទោមនស្សប្រព្រឹត្តទៅក្នុងចិត្តទោមនស្សបានន័យថាសេចក្តីទុកសេចក្តីសោកសៅព្រួយបារម្ភនៅក្នុងចិត្តតែកាលណាយើងមានរោគរាគៈនៅក្នុងខ្លួននៅក្នុងចិត្តហើយចិត្តយើងនឹងវាចង់បានលុបលន់អន្តែងនៅក្នុងចិត្តអញ្ចឹងបានលោកឲ្យយើងលះការលុបលន់ពេកត្រេកត្រអាលពេកណាហើយលោកក៏បន្តទៀតថាមនាលអវុសោបុគ្គលអ្នកត្រេកត្រអាលត្រូវរាគៈគ្រប់សង្កត់មានចិត្តត្រូវរាគៈរួបរិតរមែងប្រព្រឹត្តទុច្ចរិតដោយកាយប្រព្រឹត្តទុច្ចរិតដោយវាចាប្រព្រឹត្តទុច្ចរិតដោយចិត្តកាលបើលះរាគៈបានហើយបុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិតដោយកាយមិនប្រព្រឹត្តទុច្ចរិតដោយចិត្តមិនប្រព្រឹត្តទុច្ចរិតដោយវាចាក្នុងនេះលោកបានបញ្យល់ថាបើបុគ្គលត្រូវបានរាគៈរួបរិតនៅក្នុងចិត្តហើយបុគ្គលនោះតែប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងឲ្យតែបានណាផ្គាប់ចិត្តរបស់ខ្លួនបានន័យថាប្រព្រឹត្តអាក្រក់ដោយកាយខ្លះប្រព្រឹត្តអាក្រក់ដោយវាចាខ្លះប្រព្រឹត្តអាក្រក់ដោយចិត្តខ្លះដោយកាយមានការលួចប្លន់វាចាសម្ដីកុហកហួសផបោកប្រាស់ចិត្តគិតរំពឹងចង់បានរបស់អ្នកដទៃមកជារបស់ខ្លួននេះការបើបុគ្គលរាគៈបានគ្រប់សង្កត់ហើយក៏បន្តទៀតថាមនាលអវុសោបុគ្គលអ្នកត្រេកត្រអាលត្រូវរាគៈគ្រប់សង្កត់មានចិត្តត្រូវរាគៈរួបរិតរមែងមិនដឹងច្បាស់នៅប្រយោជន៍របស់ខ្លួនតាមពិតខ្លះមិនដឹងច្បាស់នៅប្រយោជន៍របស់អ្នកដទៃតាមពិតខ្លះមិនដឹងច្បាស់នៅប្រយោជន៍ទាំងពីរខាងតាមពិតខ្លះកាលបើលះបង់រាគៈបានហើយបុគ្គលរមែងដឹងច្បាស់នៅប្រយោជន៍របស់ខ្លួនតាមពិតផងដឹងច្បាស់នៅប្រយោជន៍បុគ្គលដទៃតាមពិតផងដឹងច្បាស់នៅប្រយោជន៍ទាំងពីរខាងតាមពិតផងក្នុងន័យនេះលោកចង់បញ្ជាក់ថា
បុគ្គលកាលបើមានរាគៈគ្រប់សង្កត់ចិត្តបុគ្គលនោះមិនបានគិតនៅប្រយោជន៍របស់អ្នកដទៃទេតែងតែចង់បានរបស់អ្នកដទៃមកជារបស់ខ្លួនប៉ុន្តែបុគ្គលនោះក៏មិនបានគិតអំពីប្រយោជន៍ខ្លួនឯងតែកាលណាមានរាគៈគ្រប់សង្កត់ចិត្តវាតែងតែនាំឲ្យអន្តរាយត្រឡប់ទៅវិញមកខ្លួនឯងវិញមិនថាជាតិនេះក្តីមិនថាជាតិក្រោយក្តីនឹងទទួលទុកទោសទទួលនៅទណ្ឌកម្មបើយើងនិយាយពីបច្ចុប្បន្នទទួលនៅទណ្ឌកម្មជាតិក្រោយទៅកាត់ក្នុងអបាយភូមិជាដើមចឹងទៅហើយលោកក៏បន្តទៀតថាមនីលវុសោរាគៈជាគ្រឿងធ្វើឲ្យងងឹតធ្វើឲ្យដូចជាគ្មានចក្ខុធ្វើឲ្យគ្មានបញ្ញាឲ្យរលត់បញ្ញាជាបែកខាងសេចក្តីចង្អៀតចង្អល់មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វានទេក្នុងនេះបានន័យថាបុគ្គលការរាគៈសេចក្តីរົບលន់ចង់បានហួសហេតុត្រេកត្រអាលពេកធ្វើឲ្យបុគ្គលនោះរស់នៅដូចជាគ្មានចក្ខុមើលពិភពលោកជុំវិញខ្លួននេះអញ្ចឹងហើយក៏គ្មានញាណក៏គ្មានការដឹងណាហើយក៏គ្មានបញ្ញាសម្រាប់គិតដែរបុគ្គលនេះមានសេចក្តីចង្អៀតចង្អល់ចិត្តណាស់ណាគិតអ្វីគិតតែសេចក្តីអាក្រក់នៅក្នុងចិត្តអញ្ចឹងក៏មិនប្រព្រឹត្តដើម្បីព្រះនិព្វានឬក៏ឋានសួគ៌ឡើយព្រោះតែរាគៈគឺពាក្យណាគ្រប់សង្កត់ចិត្តបានហើយលោកក៏បន្តទៀតថាមនីអវុសោបុគ្គលអ្នកប្រទុះពេបានន័យថាបុគ្គលអ្នកមានទោសៈតែងតែមានសេចក្តីប្រទុះច្រឡោតកោតណាច្រឡោតខឹងក្នុងនេះលោកដាក់ថាពេដូចសេចក្តីនិយាយខាងដើមនៃដូចជារាគៈអញ្ចឹងឧទាហរណ៍នេះដូចខាងលើដែរអញ្ចឹងក៏បន្តទៀតថាមនីលវុសោបុគ្គលអ្នកវង្វេងត្រូវសេចក្តីវង្វេងគ្រប់សង្កត់មានចិត្តត្រូវសេចក្តីវង្វេងរូបរិទ្ធរមែងគិតដើម្បីបៀតបៀនខ្លួនខ្លះគិតដើម្បីបៀតបៀនអ្នកដទៃខ្លះគិតដើម្បីបៀតបៀនទាំងពីរខាងខ្លះតែងទទួលទុកទោមនស្សប្រព្រឹត្តទៅក្នុងចិត្តខ្លះការបលេះមោហៈបានហើយបុគ្គលរមែងមិនគិតដើម្បីបៀតបៀនខ្លួនមិនគិតដើម្បីបៀតបៀនអ្នកដទៃមិនគិតដើម្បីបៀតបៀនទាំងពីរខាងមិនទទួលទុកទោមនស្សប្រព្រឹត្តទៅក្នុងចិត្តមនីលវុសោបុគ្គលអ្នកវង្វេងត្រូវមោហៈគ្រប់សង្កត់មានចិត្តត្រូវមោហៈរូបរិទ្ធរមែងប្រព្រឹត្តទុច្ចរិតដោយកាយប្រព្រឹត្តទុច្ចរិតដោយវាចាប្រព្រឹត្តទុច្ចរិតដោយចិត្តកាលបើមោហៈការបើលះបង់មោហៈបានហើយបុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិតដោយកាយមិនប្រព្រឹត្តទុច្ចរិតដោយវាចាមិនប្រព្រឹត្តទុច្ចរិតដោយចិត្តមនីលវុសោបុគ្គលអ្នកវង្វេងត្រូវមោហៈគ្រប់សង្កត់មានចិត្តត្រូវមោហៈរូបរិទ្ធរមែងមិនដឹងច្បាស់នៅប្រយោជន៍ខ្លួនតាមពិតខ្លះមិនដឹងនៅប្រយោជន៍អ្នកដទៃតាមពិតខ្លះមិនដឹងច្បាស់នៅប្រយោជន៍ទាំងពីរខាងតាមពិតខ្លះកាលបើលះមោហៈបានហើយបុគ្គលរមែងដឹងច្បាស់នៅប្រយោជន៍ខ្លួនតាមពិតផងដឹងច្បាស់នៅប្រយោជន៍អ្នកដទៃតាមពិតផងដឹងច្បាស់នៅប្រពីរខាងតាមពិតផងមនីលវុសោមោហៈជាគ្រឿងធ្វើឲ្យងងឹតធ្វើឲ្យដូចជាគ្មានបញ្ញាធ្វើឲ្យគ្មានញាណឲ្យរលត់បញ្ញាជាបែកខាងសេចក្តីចំអៀតចង្អល់មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វានទេមនីលវុសោយើងឃើញទុកក្នុងរាគៈនេះឯងហើយទើបបញ្ញត្តិនៅការលះបង់រាគៈឃើញទុកក្នុងទោសៈនេះហើយទើបបញ្ញត្តិនៅការលះទោសៈឃើញទុកក្នុងមោហៈនេះហើយទើបបញ្ញត្តិនៅការលះមោហៈមនីលវុសោចុះផ្លូវប្រព្រឹត្តដើម្បីលះរាគៈទោសៈមោហៈនោះមានដែរឬទេមនីលវុសោផ្លូវប្រតិបត្តិដើម្បីលះរាគៈទោសៈមោហៈនោះមានមនីលវុសោចុះផ្លូវប្រព្រឹត្តដើម្បីចុះផ្លូវប្រតិបត្តិដើម្បីលះរាគៈទោសៈមោហៈនោះតើដូចម្ដេចផ្លូវប្រព្រឹត្តផ្លូវប្រកបដោយអង្គ8ដ៏ប្រសើរនេះឯងគឺសេចក្តីគិតគឺសេចក្តីឃើញត្រូវមួយសេចក្តីត្រេះរិះត្រូវមួយវាចាត្រូវមួយការងារត្រូវមួយការចិញ្ចឹមជីវិតត្រូវមួយការព្យាយាមត្រូវមួយការរលឹកត្រូវមួយការដំកល់ចិត្តមមត្រូវមួយមនីលវុសោនេះឯងជាផ្លូវប្រព្រឹត្តមនីលវុសោនេះឯងជាផ្លូវប្រតិបត្តិដើម្បីលះរាគៈទោសៈមោហៈនោះមនីលវុសោផ្លូវប្រតិបត្តិដើម្បីលះ
រាគៈទោសៈមោហៈនោះជាផ្លូវប្រសើរល្អហើយមនាលវុសោអានន្ទហេតុនោះគូតែកុំធ្វេសប្រហែសឡើយ